អ្នកទាំងអស់គ្នាពិតជាចង់ខ្ចីធនាគារឬក៏ចង់បំលួយតែអ្នកទាំងអស់គ្នាដឹងអត់ថាទៅធ្វើម៉េចដើម្បីដឹងថាយើងបង់ប្រចាំខែប៉ុន្មានបើសិនយើងមានប្រាក់ប៉ុណ្នេះហើយចឹងហើយនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំរបៀបគណនាប្រាក់ប្រចាំខែដោយប្រើ function មួយនៅក្នុង Excel ពិតជាងាយស្រួលមែនតើតោះចូលទស្សនាវីដេអូរបស់អ្នកបាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងជួបគ្នាម្ដងទៀតជាមួយនឹងវីដេអូថ្មីថ្ងៃនេះខ្ញុំនឹងបរិញ្ញាអ្នកទាំងអស់គ្នាមកជំរាបក្នុងការប្រើប្រាស់នៅរូបមន្ត PMT ដើម្បីគណនាប្រាក់ប្រចាំខែតែយើងគ្រោងនឹងទិញផ្ទះឬក៏ទិញម៉ូតូទិញទូរស័ព្ទជាដើមដើម្បីដឹងថាចូលរួម1%ការប្រាក់ប៉ុន្មានដើម្បីយើងងាយស្រួលបាទហ្នឹងហើយអ្នកនរគ្នាអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរបាទយើងចូលមកកាន់ Excel ទាំងអស់គ្នាបាទឥឡូវនេះខ្ញុំបានបង្កើតតារាងជាឧទាហរណ៍មួយហើយបាទអញ្ចឹងមានតម្លៃពេញមានទឹកប្រាក់ដែលយើងចូលរួមទឹកប្រាក់រំលោះរយៈពេលហើយនិងអត្រាការប្រាក់បាទហើយនឹងចុងក្រោយគឺទឹកប្រាក់ដែលយើងធ្វើបង់ប្រចាំខែបាទអញ្ចឹងជាឧទាហរណ៍ដូចថាយើងទិញឡានចុះណាតម្លៃ 10000 អញ្ចឹងយើងចូលរួមមុន 20% បាទអញ្ចឹងទឹកប្រាក់ដែលយើងរំលោះបាទយើងទៅសេរូបមន្តមួយមកបាទគឺលេខ1ដកជាមួយនឹងខាងលើនេះហើយគុណជាមួយនឹងទឹកប្រាក់ដែលយើងថ្លៃដើមណាបាទបន្តមកទៀតបានន័យថាយើងត្រូវរំលោះទឹកប្រាក់ចំនួន 8000 បាទអញ្ចឹងយើងចង់កម្ចីគេរយៈពេល1ឆ្នាំអញ្ចឹងបើយើងឆ្នាំយើងអាចវាយធម្មតាមក15ឆ្នាំអញ្ចឹងទៅបាទហើយអត្រាការប្រាក់តើប្រហែលឧទាហរណ៍ថា 9.99% ណាក្នុងមួយឆ្នាំបាទបាទបន្ទាប់ពីយើងបានបញ្ចូលព័ត៌មានអស់ហើយដូច្នេះយើងត្រូវទៅសេរូបមន្តមួយទៀតដើម្បីគណនាលេខទាំងអស់នេះឲ្យចេញទៅជាចំនួនដែលយើងត្រូវបង់ប្រចាំខែបាទអញ្ចឹងយើងទៅសេរូបមន្តមួយមកគឺ PMT ណាបាទអញ្ចឹងយើងបើកវងចបមួយបាទអញ្ចឹងយើង select ទៅលើអត្រាការប្រាក់ណាបាទអញ្ចឹងអត្រាការប្រាក់គឺយើងត្រូវយកទៅចែកនឹង12ដោយសារអីអត្រាការប្រាក់យើងគិតជាខែណាអូខេបន្តមកទៀតយើងចូលដល់កន្លែង N PER នេះគឺ period បាទតកតងជាមួយនឹងរយៈពេលបាទអញ្ចឹងយើងយក5ឆ្នាំនេះមកគុណជាមួយនឹង12បាទដោយសារយើងគិតជាខែណាបាទបន្តមកទៀតយើងក៏បៀសមួយទៀតមកយើងទៅដាក់ទៅលើតម្លៃvalue របស់យើងដែលយើងត្រូវខ្ចីហ្នឹងណាបាទហើយយើងបិទវងចោលមកវិញយើង enter បាទអញ្ចឹងលេខចេញមកគឺវាអវិជ្ជមានបាទអញ្ចឹងយើងត្រូវការប្រើរូបមន្តមួយទៀតដើម្បីបំលែងពីលេខអវិជ្ជមានទៅជាវិជ្ជមានបាទអញ្ចឹងយើងត្រូវការប្រើរូបមន្ត ABS មួយទៀតណា ABS បាទអញ្ចឹងរូបមន្តគឺងាយមែនតើបាទបើសិនជាយើងមាន 10000 ចូលរួម 20% នៅសល់ 8000 រំលោះរយៈពេល 5 ឆ្នាំអត្រាការប្រាក់ប៉ុណ្ណឹងគឺយើងត្រូវបង់ប្រចាំខែចំនួន $169.94 ងាយមែនតើអូខេបាទក្នុងនេះផងដែរអ្នកទាំងអស់គ្នាអាចប្រើប្រាស់រូបមន្ត PMT នេះដើម្បីធ្វើជាតារាងបង់ប្រាក់សរុបឬក៏ loan schedule អីក៏អាចធ្វើបានដែរហើយមួយទៀតយើងអាចស្វែងរកតម្លៃសមស្របណាមួយសម្រាប់ការបង់របស់យើងបាទអញ្ចឹងបើសិនជាយើងមានរូបមន្តនេះយើងអាចនឹងគណនាងាយស្រួលមែនទែនមុននឹងយើងដាក់ប្រាក់ជ័យឬក៏យើងចង់ទៅរំលោះមួយទៀតយើងអាចដឹងមុនណាដោយយើងគ្រាន់តែស្រង់ព័ត៌មានពីខាងភ្នាក់ងារមកណាការប្រាក់ម៉េចអីម៉េចគឺយើងស្រួលគណនាមុនដើម្បីយើងលៃលកតាមនឹងអញ្ចឹងណាបាទអ្នកចូលចិត្តវីដេអូបែបនេះសូមចុច like និង subscribe ដើម្បីរៀនExcel ផ្សេងៗទៀតជាមួយខ្ញុំតាមដានទាំងអស់គ្នា Goodbye